ស្រមោលឯកាក្នុងដែនត្រជាក់មិត្តចាស់ក្នុងពិភពគុណអ្នកចង់រត់ទៀតទេថ្ងៃនេះខ្ញុំត្រូវចាប់ឲ្យបានយកទៅស្ងោរសពទៅដល់ម៉ែគ្រួសារអ្នកទាំង88អ្នករបស់យើងត្រូវឯងស្ងោរជាឆាអស់ទៅហើយពួកអ្នកដែលមិនតរពន្ធឆ្នាំរបស់យើងស្ទើរតែត្រូវក្មេងដូចជាឯងកាត់ដាច់ពូជឲ្យសាបសូន្យអស់ទៅហើយយ៉ាខ្លាំងណាស់សុខថ្ងៃនេះមកច្បាស់ចូលចិត្តហើយល្អណាស់ហើយមួយនេះក៏ល្អដែរអ្នកម៉ែកូនធ្វើសពជូនម៉ាក់ពិសាទៅពិសាឲ្យម៉ាក់ជាហើយអាឡេជំនាញធ្វើសពរបស់កូនកាន់តែរីកចម្រើនហើយកូនធ្វើសពដាក់អីខ្លះកូនគ្រាន់តែចាប់បានញាក់មួយក្បាលកូនស្គាល់ញាក់របស់ម៉ាក់ហ៎សេលីកូនច្បាស់ចដូនតាមម៉ាក់ហើយកូនអាណិតដល់ម៉ាក់ដែលចាស់អាយុ20ឆ្នាំនេះទេមានរឿងអីមិនឆ្ងាញ់មែនទេម៉ាក់រឿងនេះមិនសំខាន់ទេរឿងសំខាន់គឺកូនស្គាល់ញាក់របស់ម៉ាក់ណាសេលីមិនអាចទុកใจទួតនេះនៅក្បែរទៀតទេនាងកំពុងបំផ្លាញទ្រព្យសម្បត្តិដែលខ្ញុំមានហើយកូនម៉ែកូនមិនចង់ត្រូវពុកកូនយូរហើយមែនទេចង់នាងទេហើយថ្ងៃនេះគឺថ្ងៃល្អហិចចុះពីភ្នំទៅចាស់ប៉ាត់មែនទេអាឡេប៉ាត់ជាមិនអាចឃើញពុកទេបាញ់ចាំងពួកយើងឆាប់នាំគ្នាទៅហើយយ៉ាម៉ែវិលមុងរាងកាយរបស់ម៉ែគឺខ្សោយណាស់អានេះកូនឃើញហើយមែនទេម៉ែត្រូវសម្រាប់ពេល3ថ្ងៃទៀតអត់មែនហើយកំបិតនាងគឺចាប់អារម្មណ៍ជាមួយពុកកូននេះតែចាស់ម៉ែរងចាំកូនចាំដំណឹងល្អពីកូនចាប់បានម៉ែកុំបារម្ភកូនបច្ចុប្បន្នខ្លួនឯងត្រឡប់មកវិញលោកបៃឈិនកូនរបស់លោកចិញ្ចឹមខ្លួនឯងចាស់ខ្ញុំមានពេលដាស់ចំពេញពិភពលោកហើយប៉ានៅទីណាអាឡេឃ្លានណាអាយ៉ាមកស្ងោទឹកខ្មុំមកដិនមកកាប់ចដងឯងក៏មរានចាប់ឯងកាប់ស្លោឲ្យឆ្ងាញ់ការប្រកួតចុងក្រោយនេះមិនដឹងថាក្រុមហ៊ុនជាក់ណាមួយដែលទទួលបានជ័យជំនះខ្លាចតែជាតំណាងប្រទេសចិនដើម្បីចូលរួមប្រកួតប្រជែងស្ដេចចុងភៅអន្តរជាតិនោះទេច្បាស់ជាភោជនីយដ្ឋានលើសាំងលើហើយខេត្តភោជនីយដ្ឋានលើសាំងលើគឺលោកបៃឈិននាយកប្រតិបត្តិក្រុមហ៊ុនលោករំល្បីថាគាត់សង្ហាឲ្យចិត្តល្អទៀតគ្មានខ្លឹមសារភោជនីយដ្ឋានលើសាំងលើគឺជាភោជនីយដ្ឋានធំជាងគេបំផុតនៅក្នុងប្រទេសចិនក៏ដោយមានឱកាសឈ្នះខ្ពស់បំផុតប៉ុន្តែនឹងត្រូវចាំថាគូប្រជែងរបស់គាត់គឺជាក្រុមហ៊ុនដ៏ល្បីល្បាញប្រមាណឆ្នាំចុងក្រោយមកនេះសានតែកែរបស់វាខ្លាំងជាងតកែលុះទៅទៀតខ្ញុំក៏បានលើមកថាអ្នកទាំងពីរក៏បានភ្នាល់គ្នាជាសម្ងាត់បើសិនជាអ្នកណាម្នាក់ចាញ់ត្រូវបិទភោជនីយដ្ឋានជារៀងរហូតវ៉ាក្មួយពូតែពីរនេះមានចំនួនបែបនេះសោះលោកបៃឈិនឯងមិនស្ដាប់ពាក្យចាស់ទុំឯងមិនរកសេចក្តីស្លាប់មែនទេការប្រកួតស្ដេចចុងភៅអន្តរជាតិនោះគឺតំណាងឲ្យមុខមាត់ប្រទេសចិនបើឲ្យក្រុមអត់បានការរបស់ភោជនីយដ្ឋានលើសានលើឯទៅនឹងធ្វើឲ្យបាត់មុខមាត់ប្រទេសចិនកាន់តែធំហើយការប្រកួតមិនទាន់ចាប់ផ្ដើមផងលោកនិយាយនេះលឿនពេកហើយល្អលោកបៃឈិនឯងកុំភ្លេចកិច្ចប្រព្រឹត្តរបស់ពួកយើងអ្នកណាដែលចាញ់ត្រូវសម្បត្តិភោជនីយដ្ឋានថ្ងៃនេះយើងនឹងឲ្យគ្រប់គ្នានៅទីនេះដឹងថា
លោកតាបានប្រកល់ភោជនីយដ្ឋានឲ្យទៅឯងគឺជាកំហុសដ៏ធំរបស់គាត់ ជាផ្លែសំផ្លែផាងជាផ្លែហើយយ៉ាអូយចាប់ផ្លែមិនស៊ីទេជាផ្លែអើយហើយយ៉ាលោកពូបាត់ជាសង្ហាមែនខ្ញុំចូលចិត្តលោកពូនេះលោកតាមានមន់ ចេះមន់ទុំលើក្បាលជួយអញណាស់ មន់មែន នៅពេលសោះទៅឈប់សោះទៅប៉ាម៉ារបស់ឯងណាអាចឆាប់ឡើងនាំគេចេញទៅភ្លឺទៅ លោកតាខ្ញុំមិនមែនជានាងចំអកទេខ្ញុំមានឈ្មោះថាហួរសៀវលីម្យ៉ាងទៀតលោកតាដឹងទេថាប៉ារបស់ខ្ញុំគាត់នៅទីណាបាត់ដឹងប្រាប់ផងចំណែកខ្ញុំអត់ដឹងថាប៉ានៅទីណាទេហើយយ៉ាក្មេងនេះគួរអាណិតណាស់គ្មានប៉ាម៉ាក់ទេ មិនឆ្ងល់ទេដែលក្មេងដូចឯងគ្មានការអប់រំ លោកពូតើលោកពូចេះអធិស្ឋានទេអាយុច្រើនហើយធ្វើដាក់ក្មេងបែបនេះ នេះឯង លោកពូបាត់ជាបកែណាហើយគាត់ចេះការពារខ្ញុំទៀតបើបានគាត់ធ្វើជាប៉ាម៉ាក់ច្បាស់ជាសប្បាយចិត្តហើយ អត់លោកប្រធានសមាគមដល់ហើយលោកប្រធានសមាគម ជាដំបូងសូមអបអរសាទរដល់អ្នកទាំងអស់គ្នាដែលបានយកឈ្នះភោជនីយដ្ឋានជាច្រើនហើយបានចូលដល់ការប្រកួតចុងក្រោយលើកនេះសង្ឃឹមថាលោកទាំងពីរនឹងបញ្ចេញដល់កម្រិតដ៏អស្ចារ្យបំផុតខ្ញុំនិងគណៈកម្មការនឹងផ្ដល់ពិន្ទុយ៉ាងសុក្រិតបំផុត លោកពូប្រកួតធ្វើមហោបថាតើអ្នកណាឆ្ងាញ់ជាងមែនទេ ប្រយ័ត្ន ហ៎ បងយ៉ាងមិនក្បោធ្វើឲ្យមានកំហុសបែបនេះ នាយកលូខ្ញុំស្រាប់តែមានអារម្មណ៍ថាខ្ញុំមិនស្រួលខ្លួនសូមលោកនាយកលូយកយល់ផងចុះ ភោជនីយដ្ឋានលើសាលារបស់ឯងពិតជាធ្វើឲ្យជើងខកចិត្តណាស់ហ៊ានមកជួនអ្នកជំងឺមកចូលរួមប្រកួតផងហើយបីឈិនណាពូបានប្រាប់ឯងហើយឯងមិនអាចឈ្នះពូទេ មែនហើយឯងនៅក្បែរខ្ញុំចាំខ្ញុំប្រកួតរួចខ្ញុំនឹងជូនឯងទៅរកប៉ាបង្កើតដល់ទេ ចែកបានមែនខ្ញុំកំពុងតែឃ្លាន សូមស្វាគមន៍មកកាន់កន្លែងប្រកួតថ្ងៃនេះយើងនឹងសម្រេចថាតើភោជនីយដ្ឋានមួយណាដែលជាអ្នកតំណាងឲ្យប្រទេសចិនដើម្បីចូលរួមប្រកួតប្រជែងស្រាចុងភៅអន្តរជាតិរសជាតិម្ដាយមានន័យថាម៉េចទៅ មើលទៅលើកនេះច្បាស់ជាសាកល្បងជំនាញរបស់ចំភៃហើយ ការសាកល្បងលើកទី1មហូបបង្ហាញពីអារម្មណ៍តម្រូវឲ្យប្រើគ្រឿងផ្សំដែលមានស្រាប់ទាញយករសជាតិដែលមិនអាចបំភ្លេចបានចេញពីអារម្មណ៍រយៈពេល1ម៉ោងចាប់ផ្ដើមឥឡូវនេះបងអូយ៉ាងខំប្រឹង នាយកលូកុំបារម្ភខ្ញុំពិតជាមិនធ្វើឲ្យភោជនីយដ្ឋានលើសៀងបាក់មុខនោះទេ លោកពូហេតុអីអ្នកប្រកួតធ្វើមហោបគេត្រូវគោរពរូបភាពខ្ញុំនោះសិន រូបភាពរបស់ឯងនាងជាទេវតាចុងភៅមែនទេ នាងច្បោះហ៊ានថាខ្លួនឯងជាស្ដេចចុងភៅតាមឯទេឯនេះគ្មានការអប់រំហើយនៅចេះនិយាយកុហកទៀតទេ ញ៉េ គុំគិតថាគ្រាន់តែស្លៀកពាក់ដូចគ្នាគឺខ្លាចជាទេវតាចុងភៅនោះណានាងគឺជាទេវតាចុងភៅថែមទាំងរូបភាពដូចខ្ញុំទៀតណា ទេវតាចុងភៅអីខ្ញុំមិនកុហកទេរូបនោះគឺម៉ាក់ខ្ញុំគូដេញផ្ទាល់ដៃជារូបភាពខុសកំណត់ខ្ញុំអាយុ6ឆ្នាំ ភោជនីយដ្ឋានលើសៀងអនុញ្ញាតឲ្យក្មេងម្នាក់មកបង្កចលាចលនៅទីលានប្រកួតនាយកលូនាយកមានបំណងអ្វីទៅហ្នឹង លោកនិយាយអីនោះគឺជានាយកលូរបស់ជើងគាត់គ្រាន់តែមើលថាគ្មានបណ្ដោះអាសន្នប៉ុណ្ណោះលោកគិតថាអ្នកណាក៏ដូចភោជនីយដ្ឋានសាងសង្សាររបស់លោកដែលគ្មានមនសិការហ្នឹង នេះលោក បានហើយដល់អារម្មណ៍លើការប្រកួតបន្តិចទៀតឲ្យអ្នកទាំងអស់គ្នាឃើញថាភោជនីយដ្ឋានលើសាំងលើរបស់គេនឹងត្រូវបិទទ្វារឆាំងមិន បាទលោកប្រធានសមាគមចុងភៅច័ន្ទហ្វុងនៃភោជនីយដ្ឋានសានសង្សានបានត្រៀមខ្លួនរួចហើយបាទ ចុងហ្វឺច័ន្ទហ្វុងគាត់គឺជាចុងភៅទេវតាលាក់មុខនៅក្នុងរឿងព្រេងនីតិនោះ ហើយយ៉ាថ្ងៃនេះបានជួបលោកគ្រូច័ន្ទបាក់ខ្ញុំស្លាប់គឺអស់ចិត្តហើយ ភោជនីយដ្ឋានលើសាំងលើត្រៀមរួចហើយ ចុងភៅភោជនីយដ្ឋានលើសាំងលើគឺអ៊ូយ៉ាងសុយត្រៀមរួចហើយបាទ បងយ៉ាងស៊ូពួកយើងទាំងអស់គ្នាសង្ឃឹមលើបងហើយ អាចធ្វើបាន លោកគ្រូអូយ៉ាងក៏ធ្លាប់ឈ្នះជើងឯកក្នុងការប្រកួតស្ដេចចុងភៅ3ចំនួនជាប់គ្នាដែរតែខ្ញុំលើកថាភោជនីយដ្ឋានជាច្រើននៅបរទេសបានរកគាត់
ឲ្យតែធ្វើជាចុងភៅនៅសន្តាគារលំដាប់ផ្កាយ5ប៉ុន្តែក៏មិនទៅលើថាដើម្បីសងគុណនាយកលូគាត់ពូកែខ្លាំងម្លេះហើយចាខ្ញុំមើលទៅការប្រកួតថ្ងៃនេះអ្នកណាឈ្នះអ្នកណាចាញ់ខ្ញុំថាថ្ងៃនេះគឺពិបាកសម្រេចហើយដរាបណាឯងចាញ់ការប្រកួតយើងលូធីងហ្វុងនឹងឲ្យឯងសោយសុខអស់មួយជីវិតនាងតូចហេតុអីឯងក្បិចក្បាល ព្រមហូបដែលគាត់ធ្វើមិនឆ្ងាញ់ ក្មេងនេះចំជានិយាយព្រឹកដាស់មែនក្មេងស្រីនេះនិយាយថាចង់ភ័យតែពីរអ្នកនេះមិនចេះធ្វើម្ហូប សម្ដីក្មេងតូចនិយាយគ្រាន់តែស្ដាប់ទៅបានហើយលោកគ្រូច័ន្ទបានបញ្ចប់មុនគេសូមជើញលោកគ្រូច័ន្ទណែនាំមកម្ហូប ម្ហូបថ្ងៃនេះមានឈ្មោះថា Phoenix Model វាជាម្ហូបជួបជុំគ្រួសារដែលបន្តរាប់ពាន់ឆ្នាំអ្វីដែលហៅថារសជាតិដើមដំបូងគឺរសជាតិនៃការជួបជុំក្រុមគ្រួសារ ពិតជា Phoenix មកដល់កម្រិតធ្វើម្ហូបរាជវាំងទៅហើយម្ហូបនេះពិតជាសមនឹងប្រធានបទរសជាតិម្ដាយមែន មែនហើយលោកគ្រូច័ន្ទឈ្នះហើយភោជនីយដ្ឋាននៅសាំងលើគឺវេទនាហើយ អ្នកណាថាបងអូចាររបស់ពួកយើងក៏ជាកម្ពុជាចុងភៅដែរអ្នកណាឈ្នះអ្នកណាចាញ់មិនតន់ដឹងទេសូមជើញអ្នកប្រកួតណែនាំមកម្ហូបរបស់ខ្លួន មុខម្ហូបនេះមានឈ្មោះថារលកធំច្រោះខ្សាច់តំណាងឲ្យយើងឆ្លងកាត់ឧបសគ្គនៅតែជារលកធំមិនអាចភ្លេចការតាំងចិត្តដើមតែងតែចងចាំរសជាតិដំបូងរបស់យើង នេះយល់បងអូចារពិតជាចុងភៅកម្ពុជារបស់ភោជនីយដ្ឋានយ៉ាងមែនមើលទៅលើកនេះយើងឈ្នះហើយសូមជើញអ្នកប្រកួតឈរទៅម្ខាងរកចាំការដាក់ពិន្ទុ ប្រយ័ត្នបងអូយ៉ាងមិនក្បាលធ្វើឲ្យមានកំហុសបែបនេះ នាយកលូខ្ញុំស្រាប់តែមានអារម្មណ៍ថាខ្ញុំមិនស្រួលខ្លួនសូមលោកនាយកលូយកយល់ផងចុះ ភោជនីយដ្ឋានលើសាឡារបស់ឯងពិតជាធ្វើឲ្យជើងខកចិត្តណាស់ហ៊ានមកជួនអ្នកជំងឺមកចូលរួមប្រកួតផងហើយបីឈិនណាពូបើប្រាប់ឯងហើយឯងមិនអាចឈ្នះពូទេ លោកប្រធានសមាគមមើលទៅការចូលរួមការប្រកួតអន្តរជាតិលើកនេះត្រូវតែជាភោជនីយដ្ឋានសាងសង្សាររបស់ខ្ញុំហើយ មើលទៅអូយ៉ាងសុងក្បាត់ពោះជើងហើយនាយកលោកមិនចង់រើសគូប្រកួតហើយទទួលស្គាល់ថាចាញ់ទេនាយកលោកមិនអាចទទួលស្គាល់ថាចាញ់បានទេមែនហើយនាយកលោកនៅមកខ្ញុំចូលរួមប្រកួតតោះខ្ញុំចោះត្រូវហើយនៅមកខ្ញុំទៀតឆើមិនចេះមើលខ្លួនឯងទេលើកមុនអ្នកទាំងពីរបានចាញ់ការប្រកួតទៅហើយនៅចង់យកឈ្នះទៀតរឿងនេះដូចជាសម័យពេកហើយឆើថោកទៀតអូយ៉ាងសុងមនុស្សអាកតញ្ញូឯនេះ តែខ្ញុំពិតជាមិនស្រួលខ្លួនមែនបានហើយលោកប្រធានសមាគមការប្រកួតនេះភោជនីយដ្ឋានលើសែងលើរបស់ខ្ញុំទទួលស្គាល់ការចាញ់នេះ នាយកលោកមិនបានទេក្មេងនេះចង់ធ្វើនឹង សុទ្ធនៅលើចង្ក្រានក៏មិនគ្រប់ដែរបងមុនសុំសុទ្ធមួយ នេះមិនមែនជាមន់ឈ្មោលទេអាចមានផងយ៉ាងម៉េចទៅនេះពិតជាមន់ឈ្មោលដល់កំពូលមែន ដាក់សិតចូលដាក់បាយចូលដាក់អំបិលដាក់ម្រេចដាក់ម្សៅស៊ុប yes នាយកលោកក្មេងស្រីតូចនេះប្រហែលជាផ្កាយសំណាងពីឋានសួគ៌ដែលឋានសួគ៌មកជូនមកឲ្យពួកជើងហើយ សម្រាប់ហើយនេះគឺជាម្ហូបរបស់អាលី ក្មេងស្រីតូចនេះចេះធ្វើម្ហូបមែនភោជនីយដ្ឋានលើសាំងលើរបស់ពួកជើងគឺសង្ឃឹមទៅលើនាងតូចនេះហើយប៉ុន្តែបាយឆាដែលក្មេងតូចនេះធ្វើពិតជាអាចយកឈ្នះច័ន្ទហ្វុងបានពិតមែន នេះថាឆ្ងាញ់ជាម្ហូបគាត់ធ្វើទៅទៀត ក្មេងស្រីតូចនេះយកបាយឆាសុទ្ធចង់យកឈ្នះគ្រូចានរបស់ពួកជើងផង មែនហើយម្យ៉ាងទៀតឆាបាយសុទ្ធមិនសមជាប្រធានបទនៃការប្រកួតទេឯងគួរតែចង់មកខាងហើយយកទៅញ៉ាំខ្លួនឯងទៅមីងអើយ
អ្នកណាថាលោកប្រធានសមាគមនិងប្រធានគណៈកម្មការមិនទៅមកភ្លុកផងពួកជាប្រកាសឈ្នះ មែនហើយ លោកបៃឈិនឯនៅមានសង្ឃឹមលើបាយឆាសុទ្ធរបស់ក្មេងតូចនេះចង់ឲ្យលោកប្រធានសមាគមមកភ្លុកមែនទេលោកប្រធានសមាគមខ្ញុំថាមិនចាំបាច់ភ្លុកទេបាយឆាសុទ្ធដែលក្មេងនេះបានធ្វើមិននេះខ្ញុំថាប្រហែលជាមិនទាន់នឹងឆ្អិនផងត្រូវឲ្យលោកគណៈកម្មការនិងប្រធានសមាគមលោកឆាប់វាយតម្លៃម្ហូបនៅសានសង្សាររបស់ពួកយើងទៅប្រកាសថាសានសង្សារគឺជាអ្នកឈ្នះ ពួកលោកមិនតន់ញ៉ាំបាយឆាសិតខ្ញុំផងហេតុអីក៏និយាយថាបាយឆាសិតរបស់ខ្ញុំមិនល្អយ៉ាងនេះនឹង ក្មេងស្រីតូចបន្តិចទៀតឲ្យបន្ទុកទៀតកុំយំណាបាយឆាសុទ្ធរបស់ឯងមិនឆ្ងាញ់ យោបាយយំតែដោយសារឆាបាយរបស់ខ្ញុំឆ្ងាញ់ បាយឆាសុទ្ធនេះ ហើយចាលោកប្រធានសមាគមលោកឆាប់ចេះចេញទៅខ្ញុំដឹងថាម្ហូបនេះមិនឆ្ងាញ់ទេលោកចាំបាច់ធ្វើឲ្យខ្លាចពិបាកធ្វើអីមែនទេលោកឆាប់ភ្លក់ម្ហូបរបស់ចុងភៅរបស់ពួកយើងទៅលោកបៃឈិនឯនៅមានសង្ឃឹមលើក្មេងតូចមីណានេះទៀតមែនទេហ៎ពិតជាគួរអស់សំណើចមែន ម៉ាបាយឆាសុទ្ធនេះជាបាយឆាសុទ្ធដែលខ្ញុំធ្លាប់ញ៉ាំឆ្ងាញ់បំផុតណាស់ម៉ាឆ្ងាញ់ណាស់ នេះឆ្ងាញ់ណាស់ឆ្ងាញ់ខ្លាំងណាស់នេះយល់លោកតែក្នុងបាយឆាសុទ្ធនេះមានដាក់ផ្សិត ឆាប់តែតងគ្រូពេទ្យមក លោកពូអត់ជឿមែនទេ ក្មេងស្រីតូចបាយឆាសុទ្ធរបស់ឯងនេះពិតជាសមបំផុតនឹងប្រធានបទឈ្មោះរសជាតិរបស់ម្ដាយការប្រកួតថ្ងៃនេះខ្ញុំប្រកាសភោជនីយដ្ឋានលើសែងលើជាអ្នកឈ្នះ ស្អីគេ លោកប្រធានសមាគមលោកមិនតន់ភ្លក់ម្ហូបខ្ញុំផងមិនក៏ប្រកាសថាបាយឆាសុទ្ធរបស់ក្មេងស្រីតូចនេះឈ្នះទៅវិញអញ្ចឹងហេតុអីហើយមិនបាច់ភ្លក់ទេមុខម្ហូបរបស់លោកមើលទៅគួរឲ្យខ្លាចណាស់មិនអាចប្រៀបធៀបបានសូម្បីតែ1/10នៃបាយឆាសុទ្ធរបស់ក្មេងស្រីតូចនេះ ខ្ញុំអត់និយាយហើយបាយឆាសិតដែលខ្ញុំធ្វើគ្មានអ្នកណាមិនចូលចិត្តទេ យើងច្បក់យើងមិនជឿទេបាយឆាសុទ្ធដែលឯងធ្វើអាចយកឈ្នះមុខម្ហូបនេះជាវាមានអាយុកាលរាប់ពាន់ឆ្នាំនោះ អើយឆ្ងាញ់ពេកអើយអាចធ្វើស្អីទៅហ៎ផ្លែឈើពេញចាននៅតែចាញ់បាយឆាសុទ្ធមួយយើងបានចំណាយលុយច្រើនណាស់លើឯងពិតជាធ្វើឲ្យយើងខកចិត្តមែន អីមិនក៏ចាញ់ក្មេងតូចម្នាក់នេះបែបនេះទៅវិញ អូយនៅក្មេងសោះរៀនមកពីណារសជាតិនេះខ្ញុំទទួលស្គាល់ថាខ្ញុំចាញ់ហើយខ្ញុំចាញ់ចិត្ត មកហូបដល់ខ្ញុំធ្វើទៅឆ្ងាញ់នេះមកហូបរបស់ពលលោកត្រូវហ្វឹកហាត់បន្ថែមទៀត នេះយកលោកយើងឈ្នះហើយភោជនីយដ្ឋានលើសាំងឡើងយើងរក្សាបានហើយក្មេងស្រីតូចអរគុណឯងពិតជាផ្កាយសំណាងរបស់ពួកយើងមែនលោកបៃឈិនឯងកុំតសប្បាយចិត្តពេកការប្រកួតជំនាញកំបិតបាយឆាក្មេងតូចនេះធ្វើគ្រាន់តែជាសំណាងល្អតែប៉ុណ្ណោះទេគ្រាន់តែចេះដាក់គ្រឿងនៅការប្រកួតជំនាញកំបិតទៀត ការប្រកួតលើកនេះឯងគ្មានសំណាងទៀតទេហ៎ មែនហើយមហូបប្រទេសចិនរបស់យើងគឺល្បីល្បាញដោយសារតែជំនាញក្បិតលើពិភពលោកការប្រកួតធំដូចជាស្ដេចចុងភៅអន្តរជាតិត្រូវតែមើលលើជំនាញក្បិតចុងភៅដូច្នេះការប្រកួតបន្ទាប់ភោជនីយដ្ឋានសានសាំងសានរបស់ខ្ញុំជាអ្នកឈ្នះជាមិនខាននោះទេ ពួកគេនិយាយត្រូវពួកយើងច្បាស់ជាចាញ់ពួកយ៉ាងម៉េចទៅលោកបៃឈិនឯងកុំខ្ជិះខ្ជាពេលវេលាទៀតថាទទួលស្គាល់ថាចាញ់ទៅទទួលស្គាល់ការ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 ចាញ់ទៅ បារម្ភអីគ្រឿងតែហាន់បន្លែទេខ្ញុំធ្វើបាន ឯងពិតជាអាចមែនណា បាត់នេះខ្ញុំប្រកួតជាមួយលោកដែរ នេះចំបក់នេះ ក្មេងស្រីតូចបន្តិចទៀតបើសិនជាចាញ់កុំថាពូធ្វើបាបឯងឲ្យសោះណា អ្នកដែលខ្ញុំច្បាស់ជាលោកពូហើយ អញ្ចឹងឯងត្រូវតែមើលឲ្យច្បាស់អ្វីទៅដែលហៅថាជំនាញក្បិតពិតប្រាកដនោះ ការសាកល្បងទី2កំបិតខ្មោចជំនាញទេវតា ហើយចានៅប្រកួតស្អីទៀតមកផ្ដល់ជ័យជំនះឲ្យគ្រូច័ន្ទយើងព្រៀបទៅ បីស្រីតូចដល់វេទឯងហើយ ហើយប៉ុណ្ណឹងមិនទាន់ហៅថាខ្លាំងទេចាំមកធ្វើដៃខ្ញុំ ហ៎គ្រាន់តែប៉ុណ្ណឹង
ចុះចាញ់រត់ទៅវិញហើយ បាននិយាយហើយក្មេងម្នាក់នេះពិតជាមិនអាចប្រៀបធៀបជាមួយលោកគ្រូចាន់ នេះយកលូនេះ រងចាំតិចទៅ ឋានសួគ៌ផែនដីអាកំបាំងពណ៌លឿងចក្រវាលទឹកជំនន់ភាពអស្ចារ្យធ្វើតាមបញ្ជាប្រមោលស្ដេចនាគចេញមក គឺឯងគ្រួសាររបស់បងប្រុសយើងមាន80នាក់ធ្វើឲ្យស្ងល់តែហើយឯងហ៊ានមករកយើងទៀតយើងនឹងសងសើបងប្រុសយើង តែឡើងខ្លាចជាមហោបមួយមុខដោយខ្លួនឯងឬអញខ្ញុំជួយឡើង ជីដូនហើយខ្ញុំពិតជាពូជនាគតែមួយគត់នៅក្នុងពូជនាគរបស់យើងដើម្បីបន្តពូជខ្ញុំបានមកទីនេះដើម្បីរកញីសូមជីដូនលើកលែងខ្ញុំទៅបើមិនចឹងទេពូជនាគខ្ញុំប្រកាសជាដាច់ពូជហើយ តែរកខ្ញុំធ្វើអី កុំនៅមានមួយទៀតនៅមានមួយទៀតណាចាំខ្ញុំឲ្យគេមកអាឡូសេលីនាងមករកខ្ញុំបន្តិចមកបងប្រុសមានរឿងល្អរកនាង ខ្មោចងំខ្មោចងំហេតុអីទៅទូរស័ព្ទរកខ្ញុំ800ឆ្នាំហើយមិនតាក់ទងមកសោះស្មានថាលោកភ្លេចហើយទោះមានប្រញីផ្សេងក៏ដោយក៏គ្មានអ្នកណាស្អាតដូចខ្ញុំដែរខ្ញុំគឺស្អាតបែបមើលពីចម្ងាយ ហើយចាក្មេងនេះគេជាកូនលោកមែនទេ ណែ កុំឆ្ងល់គាត់ច្បាស់ជាមិនមែនជាប៉ាខ្ញុំហើយ